បាទហ្នឹងហើយសួស្តីទៅកាន់មិត្តជាងយើងទាំងអស់គ្នាបាទអញ្ចឹងមានបងប្អូនយើងមួយចំនួនបាទគឺគាត់ចង់ឲ្យខ្ញុំបាទធ្វើវីដេអូបាទមិចភ្ជាប់គ្នាតែម្ដងបាទដើម្បីងាយស្រួលនៅក្នុងការមើលរបស់គាត់ហើយក៏ជាការអនុវត្តតាមបាទអញ្ចឹងខ្ញុំក៏ធ្វើតាមសំណពរបងប្អូនយើងតែម្ដងហ្នឹងទៅបាទអញ្ចឹងបងប្អូនយើងធ្វើតាមអ្វីដែលខ្ញុំបង្ហាញហ្នឹងទៅបងប្អូនបាទវាអត់ខុសទេបាទយើងមានបាទវាឈ្មោះវាអីអញ្ចឹងមកបាទសម្រាប់ឈ្មោះគឺយើងចង់ដាក់បែបណាក៏បានដែរបងប្អូនបាទថ្ងៃខែឆ្នាំកំណើតហ្នឹងក៏វាអញ្ចឹងដែរបាទគឺយើងអាចដាក់បាទបែបណាក៏បានបាទភេទយើងរើភេទឬអីតាមនឹងអញ្ចឹងមកបាទហើយមួយទៀតបាទគឺទៅមុខទៀតហើយបន្ទាប់ពីយើងបង្កើត Gmail បាទត្រង់កន្លែងនេះគឺខាងក្រុមហ៊ុន Gmail គឺគេតម្រូវឲ្យយើងដាក់មានអក្សរបាទមានលេខក៏ដូចជាមានសញ្ញាសម្គាល់ផ្សេងៗបាទទៅក្រុមហ៊ុន Gmail ហ្នឹងគឺគាត់អត់សូវចាប់បងប្អូនបាទអញ្ចឹងបើសិនយើងអត់ធ្វើតាមអ្វីដែលគេបានដាក់ឲ្យទេគឺខាងក្រុមហ៊ុន Gmail ហ្នឹងគាត់នឹងបាក់បិទហើយបាទហើយត្រង់កន្លែង password តំបាញ់មិញក៏ដូចគ្នាបងប្អូនបាទអញ្ចឹងគឺយើងធ្វើដូចគ្នាមានឈ្មោះមានលេខមានអក្សរអញ្ចឹងមកត្រង់កន្លែងនេះគឺលេខទូរស័ព្ទរបស់អតិថិជនបាទគឺយើងវាយបញ្ចូលមកបាទលេខទូរស័ព្ទហ្នឹងហើយយើងរងចាំបន្តិចបាទគឺយើងរងចាំជាមួយនឹងលេខកូដដែលខាងក្រុមហ៊ុន Google ផ្ញើមកបាទអញ្ចឹងយើងវាយបញ្ចូលធម្មតាទៅណាបាទអាហ្នឹងគឺយើងរួចមកតង់ហើយបងប្អូនបាទហើយត្រង់កន្លែងនេះគឺបាទ recovery អញ្ចឹងដូចខ្ញុំបានប្រាប់ពីខាងដើមយើងត្រូវមាន Gmail ផ្ទាល់ខ្លួនដើម្បីយើងវាយបញ្ចូលហើយ recovery នេះគឺសំខាន់ណាស់នៅពេលដែល Gmail របស់ភ្ញៀវបាត់គឺយើងអាចបាទទាញមកវិញបានបាទនេះបាទបងប្អូនមើលទៅបាទគឺយើងធ្វើបែបហ្នឹងបាទអញ្ចឹងយើងមានលេខកូដមានអីត្រឹមត្រូវអញ្ចឹងបាទនេះជាលេខកូដដែលយើងដាក់ Gmail ដើម្បីធ្វើការ recovery នៅពេលដែលបាត់ Gmail របស់ភ្ញៀវហើយត្រង់កន្លែងនេះគឺនៅពេលដែលយើង log ចូលទូរស័ព្ទបងប្អូនបាទនៅពេលដែលយើង log ចូលទូរស័ព្ទយើងចូលកន្លែង Play Store បាទអញ្ចឹងគឺយើងវាយចូលធម្មតាទៅបងប្អូនបាទវាយចូល Gmail ដែលយើងបានបង្កើតទៅណាបងប្អូនវាយចូលហើយយើងដាក់លេខកូដដាក់អីត្រឹមត្រូវអញ្ចឹងមកបាទអញ្ចឹងបងប្អូនមើលទៅបាទតាមវីដេអូដែលខ្ញុំបានបង្ហាញបាទគឺយើងវាយបែបហ្នឹងនេះជា Gmail ដែលខ្ញុំថាបង្កើតណាដែលខ្ញុំបានប្រាប់បងប្អូនណាបងប្អូនបាទគឺត្រូវមានឈ្មោះមានអក្សរមានលេខមានអីអញ្ចឹងណាបងប្អូនបាទហើយសម្រាប់ password ក៏ដូចគ្នាបងប្អូនបាទគឺត្រូវមានអឺឈ្មោះត្រូវមានអក្សរបាទមានសញ្ញាសម្គាល់ឬក៏មានលេខអីហ្នឹងបាទអញ្ចឹងទៅក្រុមហ៊ុន Gmail នេះគឺគាត់អត់ចាប់អញ្ចឹងយើងបាទយកពី agree បាទអញ្ចឹងយើងរងចាំបន្តិចទាំងអស់គ្នាបាទហើយត្រង់កន្លែងនេះចុងបញ្ចប់បាទគឺខាងក្រុមហ៊ុន Gmail ឲ្យយើងរើសអាស័យដ្ឋានបាទអញ្ចឹងគឺយើងរើសយកអាស័យដ្ឋាននៅក្រៅប្រទេសមកបងប្អូនយើងវាយទៅពីវាអក្សរមកគឺចេញហើយបាទអញ្ចឹងនៅពេលដែលចេញហើយយើងរើសមួយមកហើយយើងចុច save ជាការស្រេចបាទអរគុណបងប្អូនបាទគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅឱកាសក្រោយបន្តទៀតបាទអរគុណជម្រាបលា